ចឹងមកដល់កន្លែងនេះអ្នកគ្នាអាចធ្វើការ click ទៅលើពាក្យ Messi ហើយអ្នកគ្នាឃើញពាក្យថា enter referral code ចឹងអ្នកគ្នាចុចកន្លែង enter referral code មកអ្នកគ្នាអាចដាក់ជាមួយ referral code របស់ខ្ញុំបានអ្នកឃើញទេនេះជា referral code របស់ខ្ញុំចឹងអ្នកគ្នាចុច confirm បន្ទាប់មកអ្នកគ្នាចុចពាក្យថា continue ជាមួយនឹង email ឬក៏ phone ចឹងអ្នកគ្នាវាយ email របស់គ្នាមកឧទាហរណ៍ថានេះជា email របស់ខ្ញុំអូខេបន្ទាប់ពីយើងដាក់ Gmail យើង continue គេឲ្យធ្វើការ confirm ជាមួយនឹង bot ហើយចុច confirm ទៅតោះនេះរងចាំលេខកូដ6ខ្ទង់លេខកូដ6ខ្ទង់នេះគឺបានមកពី Gmail អញ្ចឹងវានឹងផ្ញើ Gmail តលេខកូដ6ខ្ទង់នេះវានឹងផ្ញើចូលទៅកាន់ Gmail របស់យើងឥឡូវខ្ញុំ confirm មួយវាសិនដើម្បីកុំឲ្យវាគេថាយើងជាមិនជា bot អញ្ចឹងលេខកូដ6ខ្ទង់នឹងធ្វើការ load ចូលក្នុងនឹង Gmail របស់អ្នកនរគ្នាបានធ្វើការ check ទៅលើ Gmail របស់ខ្ញុំអូខេអញ្ចឹងនៅក្នុងនេះមានហើយនេះ Gmail វាផ្ញើខ្ញុំអញ្ចឹងខ្ញុំអូខេ confirm អញ្ចឹងនៅកន្លែងនេះអ្នកអាចធ្វើការបញ្ចូលជាមួយនឹង password អញ្ចឹងតើអ្នកវាយ password ហើយ confirm ថាអ្នកគ្នាចាំហើយងាយស្រួលដើម្បីអ្នកគ្នារក្សាទុកតមកអ្នកគ្នាចុចពាក្យថា confirm ដើម្បីថា confirm ថាយើងបានបញ្ចូលរួចរាល់ហើយអស់ហើយអញ្ចឹងកន្លែងនេះអ្នកគ្នាអាចចុច maybe later ទៅអូខេអញ្ចឹងមកដល់ថងចំណុចនេះអ្នកនរគ្នាធ្វើការ register ឬក៏ចុះឈ្មោះរួចហើយជាមួយនឹង Messi ប៉ុន្តែអ្នកគ្នាអាចធ្វើការទិញក៏ដូចជា trade បានទេដោយសារតែអ្នកគ្នាអត់ទាន់ verify ជាមួយនឹង KYC អញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើការ register ឬក៏ verify ជាមួយនឹង KYC ហ្នឹងវាចង់និយាយថាការ verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏ passport ឬក៏ប័ណ្ណសម្គាល់ខ្លួនរបស់យើងដើម្បីបញ្ជាក់ថាយើងហ្នឹងជាម្ចាស់ឬក៏ជាអ្នកគ្រប់គ្រង account មួយហ្នឹងអញ្ចឹងណាអញ្ចឹងងាយស្រួលការបាត់ថ្ងៃក្រោយយើងអាចធ្វើការឬក៏ recover វិញជាមួយនឹងការបានសម្គាល់ខ្លួនរបស់យើងអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីរបៀប verify ជាមួយនឹង KYC អូខេអញ្ចឹងជួបគ្នាវីដេអូក្រោយវគ្គ 2